ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះនឹងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើឆាន់ជីពុកស៊ូចាភាសាខ្មែរយើងហៅថានំបញ្ចុកជ្រោបទឹកសម្លតាមបែបគ្នាចាំមកហាន់បន្លែនោះគឺខ្ញុំបានដាក់ដាំទឹក1លីត្រកន្លះដាក់ក្បាលត្រីក្រៀមចំនួន4ក្បាលហើយនឹងសារាយប៊ុងកូរ៉េសម្រាប់ស្ងោរទឹកស៊ុបហ្នឹងដាក់ស្ងោរវាហើយចារួចហើយបន្លែនេះគឺនឹងប្រើវា3មុខគឺមានម្ទេសវែងការ៉ុតនិងខ្ទឹមបារាំងទៅខាងនេះគឺស្ដាំទុកវាដែរចាប់ពេលដែលទឹកស៊ុបយើងពុះបាត់ហ្នឹងគឺយើងបន្ថយភ្លើងទៅស្ងោរវាពេលកន្លះម៉ោងទៀតហើយរំងាស់វាចាំរងពេលហ្នឹងយើងហាន់នៃទីជីយើងជាចាស្អិតចឹងមកហើយល្ងយើងបិទទៅចារួចនេះខ្ញុំស្រង់បាត្រីហើយនឹងសារាយសម្រាប់ចឹងចាយើងទៅទឹកទៅរួចនេះខ្ញុំដាក់ទឹកត្រីចំនួន3ស្លាបព្រាទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាចាបើសិនជាបងប្អូនចង់ឲ្យទឹកសម្លនេះកាន់តែមានរសជាតិដិតមកឆ្ងាញ់គឺអាចដាក់ម្សៅស៊ុបចំនួន1ស្លាបព្រាកាហ្វេក៏បានចារួចបងទៅហើយដែលយើងបានហាន់ទុកណាគឺបងចូលមាន3មុខចឹងពេលដែលទឹកសម្លយើងគឺពុះបានហើយចានេះខ្ញុំពុះពុះរាន់ពីគ្រាប់ចូលចាពុះហើយយើងវាយវាឲ្យបាយចឹងឲ្យទឹកសម្លយើងមានគឺខាងស្អាតគឺថាសម្លយើងលក់ហើយគឺនៅក្នុងដាំទឹកអស់ពុះរួចដាក់នំបញ្ចុកក្រៀមរបស់គ្នាយើងដាក់ចូលទុករយៈពេល3នាទីចាគឺថាពុះចូលបែបនេះយើងស្រង់វាមកលាងទឹកក្នុងទឹកជីយើងពុះវាស្រស់ទឹកមកចារួចហើយដួសទឹកសម្លយើងដាក់នឹងគីមជីដែលយើងបានហាន់រួចណាហើយនឹងគីមម៉ត់គីមគ្រូចានឹងជាចុងក្រោយហ្នឹងគឺល្ងម៉ត់របស់យើងរោយទៅលើមករួចជាការស្អាតចាសូមអរគុណចំពោះការតាមដានវីដេអូរបស់ខ្ញុំតាមដានចាសូម